ហោគ្មានមរបាលរបស់ ICBU បានបំផ្លាញជំនួយប្រព័ន្ធប្រឆាំងជនហោះ Panzer S2 ដែលមានតម្លៃប្រមាណ$20 លានសម្រាប់ការវាយប្រហារឃ្លាំងស្តុបប្រេងនៅតំបន់គ្រីមៀស្វាគមន៍ប្រិយមិត្តបងប្អូនអរគ្នាវិលត្រឡប់ជាថ្មីការចូលមកកាន់ការតាមដានព័ត៌មានអន្តរជាតិថ្មីប្រចាំថ្ងៃយោងទៅតាមប្រភពដែលបានបង្ហាញដោយកាសែត Yupov ថាសេវាសន្តិសុខអ៊ុយក្រែន ICBU បានប្រើប្រាស់យន្តហោះគ្មានមរបាលវាយប្រហារទៅលើគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីនៅតំបន់គ្រីមៀដែលកាន់កាប់នៅព្រឹកថ្ងៃពុធទី29 ខែតុលាប្រពន្ធបាននិយាយថារុស្ស៊ីបានបាត់បង់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះប្រភេទ Panzer S2 ដែលមានតម្លៃប្រហែល$20 លានវាគឺជាទំនោរភ្ជាប់ដ៏សំខាន់មួយក្នុងការការពារដែនអាកាសរបស់សត្រូវស្ថានីយ៍រ៉ាដា2ក៏ត្រូវបានវាយប្រហារផងដែរដែលនីមួយៗបានធ្វើឲ្យការការពាររបស់រុស្ស៊ីនៅតំបន់គ្រីមៀមានការចុះខ្សោយយ៉ាងខ្លាំងយន្តហោះគ្មានមរបាលរបស់ ICBU ក៏បានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈផងដែរដោយវាយលុកឃ្លាំងផ្ទុកប្រេងមួយនៅក្នុងទីក្រុង Hivardske ដែលជាកន្លែងដែលភ្លើងដ៏ធំមួយបានផ្ទុះឡើងដោយបានបញ្ជូននូវផ្សែងខ្មៅដ៏ធំមួយទៅលើមេឃក៏ទៅកម្មមួយផ្សេងទៀតបានវាយប្រហារទៅលើឃ្លាំងប្រេង Kozomoskaya ប្រពន្ធបាននិយាយថា ICBU បានបន្តប្រតិបត្តិការជាប្រព័ន្ធដើម្បីបំផ្លាញប្រព័ន្ធការពារដែនអាកាសនិងឃ្លាំងផ្ទុកប្រេងដែលផ្គត់ផ្គង់ដល់សត្រូវប្រតិបត្តិការពិសេសនីមួយៗបានកាត់បន្ថយសមត្ថភាពយោធានិងភស្តុភាររបស់រុស្ស៊ីប៉ុស្តិ៍ Telegram ដែលគ្រប់គ្រងអ៊ុយក្រែន Gremlin Vine បានរាយការណ៍ពីការផ្ទុះនិងភ្លេចឈើនៃទីតាំងតំបន់គ្រីមៀកាលពីព្រឹកថ្ងៃពុធហើយការវាយប្រហារនៃឃ្លាំងប្រេង Alten នៅក្នុងតំបន់ Hivardske ដែលពីមុនបានវាយប្រហារកាលពីថ្ងៃទី17 ខែតុលាបានរលត់ទៅវិញដោយភ្លើងត្រូវបានគេរាយការណ៍ថាអាចមើលឃើញពីទីអវកាសរបាយការណ៍ដំបូងក៏បានអះអាងផ្ដាល់ថាមានអគ្គិភ័យនៅរោងចក្រថាមពល Simferopol ដែលប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ឲ្យបានច្បាស់ថាជាឃ្លាំងប្រេងមួយនៃជិតភូមិ Heresky បានឆាប់ឆេះគូខុសសង្កលថាបណ្ដាញព័ត៌មានដែលគ្រប់គ្រងអ៊ុយក្រែន Gremlin Vine បានរាយការណ៍ថាកប៉ាល់ដឹកប្រេងយោធាដែលបានលាក់បាំងនិងបំពាក់ដោយប្រព័ន្ធប្រឆាំងយន្តហោះគ្មានមរបាលបានចូលនិងចេញពីឃ្លាំងប្រេង Simferopol យ៉ាងសកម្មកាលពីថ្ងៃអង្គារហើយរបាយការណ៍នេះបានបង្ហាញថាឃ្លាំងនេះត្រូវបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ដល់កងកម្លាំងកាន់កាប់របស់រុស្ស៊ីអភិបាលក្រុងរុស្ស៊ីលោក Sergei Aksyonov បានបញ្ជាក់ថាយន្តហោះគ្មានមរបាលបានបុកទៅនឹងកុងតឺន័រប្រេងឥន្ធនៈមួយនៅទីក្រុង Simferopol ដែលបណ្ដាលឲ្យមានអគ្គិភ័យឆាប់ឆេះក្នុងនោះក៏មានសេចក្តីរាយការណ៍អំពីការវាយប្រហារដែលអាចនឹងកើតមាននៅជិតភូមិKilivka និង Mani ដែលផ្ដោតទៅលើឃ្លាំងសម្ភារៈយោធានិងទីតាំងការពារដែនអាកាសរុស្ស៊ីនៅក្បែរនោះនៅព្រឹកថ្ងៃពុធទី29 ខែតុលាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏បានវាយប្រហារគោលដៅជាច្រើននៅទូទាំងប្រទេសរុស្ស៊ីរួមទាំងឃ្លាំងប្រេងនៅក្នុងតំបន់ Ulyanovsk និងបានរំខានទៅដល់អាកាសយានដ្ឋានពីនៅទីក្រុងមូស្គូទៅកាន់ភាគខាងជើងបណ្ដាញ Telegram របស់រុស្ស៊ីបានរាយការណ៍ថាយន្តហោះគ្មានមនុស្សបើកបានចូលទៅជិតទីក្រុងមូស្គូនៅល្ងាចថ្ងៃទី28 ខែតុលាដោយជំរុញឲ្យមានការផ្អាកបណ្ដោះអាសន្ននៅអាកាសយានដ្ឋាន Domodedovo និង Zhukovsky បណ្ដាញត្រួតពិនិត្យបានអះអាងថាយន្តហោះគ្មានមរបាលពី100ទៅ130ត្រូវបានគេមើលឃើញនៅលើទឹកដីរុស្ស៊ីកាលពីល្ងាចថ្ងៃអង្គារជាមួយនឹងការរឹតបន្តឹងបន្ថែមនៅអាកាសយានដ្ឋានទីក្រុង Vladikavkaz, Grozny និង Samara នៅព្រឹកថ្ងៃពុធការផ្ទុះត្រូវបានគេរាយការណ៍ថានៅជិតភូមិ Novopolskoye ដែលបន្តមកមានការឆាបឆេះនៅឃ្លាំងប្រេងត្រូវបានគេរាយការណ៍ថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន NSOL OGIC យន្តហោះគ្មានមរបាលក៏បានកំណត់គោលដៅទៅលើរោងចក្រគីមីឥន្ធនៈ Starolens នៅ Stavropol និងរោងចក្រចម្រាញ់ប្រេង Marie និង Mariel ដោយមានវីដេអូបង្ហាញអំពីពន្លឺភ្លឺច្បាស់យោងទៅតាមក្រសួងការពារជាតិរុស្ស៊ីយន្តហោះគ្មានមរបាលអ៊ុយក្រែនជា100គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេញមួយយប់រួមទាំង8គ្រឿងនៅលើឧបទ្វីបគ្រីមៀទន្ទឹមនឹងនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាកតកម្មនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូយ៉ាងសំខាន់ហើយយើងជឿថាប្រជាជនរុស្ស៊ីបានបាត់បង់សមត្ថភាពសម្រាប់ការចម្រាញ់ប្រេងច្រើនជាង 20% ដែលវាអាចមានចន្លោះប្រហែលពី22ទៅ27% នៃឥន្ធនៈរបស់ពួកគេនោះហើយជាមូលហេតុដែលមានជួរនិងមានបញ្ហាពិតប្រាកដនៅទីនោះរោងចក្រចម្រាញ់ប្រេងជាច្រើនត្រូវបានរងនឹងការខូចខាតដែលបង្ខំឲ្យទីក្រុងមូស្គូចែកចាយផលិតកម្មឡើងវិញក្នុងចំណោមរោងចក្រផ្សេងទៀតប្រិយមិត្តបងប្អូននៅគ្នាដែលទីនេះគឺជាខ្លឹមសារនៃការវាយប្រហាររ
របស់អ៊ុយក្រែនដោយស្ថាប័ន ICBU គឺជាប្រតិបត្តិការពិសេសរបស់ពួកគេដែលវាប្រហារទៅលើទីតាំងប្រេងក៏ដូចជារោងចក្រចម្រាញ់ថាមពលរបស់រុស្ស៊ីនៅទូទាំងតំបន់សម្រាប់ខែតុលាឆ្នាំ2025នេះដែលនេះវាគឺជាអ្វីដែលជាកតកម្មប្រឆាំងទៅនឹងការផ្គត់ផ្គង់ទៅដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីណាយ៉ាងមិនសម្រាប់ការវាយប្រហារប្រឆាំងទៅនឹងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់គ្រីមីនៅពេលនេះយើងបានសង្កេតឃើញថាការការពារដែនអាកាសរបស់រុស្ស៊ីក៏ដូចជាការតាមដាននៅការការពារដែនអាកាសណាមានការចុកខ្សោយយ៉ាងខ្លាំងដោយស្ថាប័ន ICBU តែងតែវាយប្រហារទៅលើទីតាំងនៃហេដ្ឋារចនាសម្ព័ន្ធការពារដែនអាកាសក៏នៅទៅនោះគឺថាមានការវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាស ICBU របស់រុស្ស៊ីនៅក្នុងតំបន់គ្រីមីនេះផងដែរហើយនៅពេលនេះគឺមានការវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាស Panzer F2 ដែលវាគឺជាប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃថ្លៃមួយប៉ុណ្ណេះពលគឺវាមានតម្លៃរហូតដល់ប្រមាណ$20 លាននៅក្នុងមួយគ្រឿងទន្ទឹមនឹងនេះប៉ុណ្ណេះនៅពេលកន្លងទៅនេះសម្រាប់ការវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសនេះផងដែរនៅក្នុងតំបន់ Zaporizhzhia Oblast គឺថាកងទ័ពអ៊ុយក្រែនក៏បានបើកការវាយប្រហារដែលប្រើប្រាស់ជាមុនីជនហោះគ្មានមនុស្សបើករបស់ខ្លួនដែលវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីប្រភេទ MiG-M3 ដែលវាត្រូវបានរាយការណ៍ថាជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសសម្រាប់ការប្រឆាំងទៅនឹងជនហោះណាដែលវាមានតម្លៃប្រមាណប្រហែល$45 លានដែលស្ថិតនៅក្នុងតំបន់ Zaporizhzhia ដែលគឺជាប្រតិបត្តិការប្រកបទៅភាពជោគជ័យមួយរបស់ស្ថាប័នកងកម្លាំងអ៊ុយក្រែនផងដែរដែលនេះគឺជាអ្វីដែលជាការអះអាងរបស់អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Alexandrsky ដែលបានរាយការណ៍កាលពីថ្ងៃទី27 ខែតុលាកន្លងទៅប្រិយមិត្តបងប្អូនអ្នកគ្នាសម្រាប់រយៈពេលកន្លងទៅនេះយើងក្រឡេកទៅមើលស្ថានភាពសង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែនគឺថាមានការវាយប្រហារគ្នាទៅវិញទៅមកក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាសម្រាប់កងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិតំបន់វិស័យភពគ្រប់គឺថាមានការជ្រួយច្របល់គឺជាមិនអាចទម្លុះទៅដល់សំណាញ់ការពាររបស់អ៊ុយក្រែនបាននោះទេអ៊ុយក្រែនបានបើកការវាយប្រហារហើយនៅថ្ងៃទី28កន្លងទៅនេះបើយោងទៅតាមរបាយការណ៍ដែលបានចុះផ្សាយដោយកាសែត Q Independent បានបង្ហាញថាកងទ័ពរបស់រុស្ស៊ីប្រមាណជាង200នាក់ត្រូវបានស្ថិតនៅក្រោមការឡោមព័ទ្ធក៏ដូចជាការចូលទៅក្នុងអន្ទាក់របស់កងទ័ពអ៊ុយក្រែនដែលនេះវាគឺជាការបរាជ័យក៏ដូចជាការអាម៉ាស់របស់រុស្ស៊ីផ្នែកដែលវាគឺជាផ្នែកមួយនៃការបរាជ័យរបស់ខ្លួនក្នុងការដណ្ដើមកាន់កាប់នៅលើតំបន់ផុសក្រុកដែលវាគឺជាតំបន់មួយជាទីប្រជុំជនក៏ដូចជាផ្លូវដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែនហើយសម្រាប់រយៈពេលជាង3ឆ្នាំកន្លះជិត4ឆ្នាំនេះរុស្ស៊ីបានបើកការវាយប្រហារនឹងបានកំណត់គោលដៅសម្រាប់ការប្រយុទ្ធមកលើសមរភូមិផុសក្រុងនេះដែលវាគឺជាទីក្រុងមួយដែលមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ដល់អ៊ុយក្រែនណាដែលរុស្ស៊ីគេថាវាគឺជារឿងចាំបាច់ដើម្បីដណ្ដើមកាន់កាប់យកតំបន់នេះក៏ប៉ុន្តែពួកគេបានបរាជ័យម្ដងហើយម្ដងទៀតជានេះទៅទៀតកាលពីដើមឆ្នាំ2025កន្លងទៅបើយោងទៅតាមលោក Alexandrsky ដែលជាអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនបាននិយាយថារុស្ស៊ីបានប្រមូលផ្ដុំកងទ័ពរបស់ខ្លួនថ្មីប្រមាណចន្លោះពី 60,000 ទៅ 70,000 នាក់ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិផុសក្រុកក៏ប៉ុន្តែយ៉ាងណាមិញមកទល់នៅពេលនេះពួកគេនៅតែមិនអាចបំបែកជាមួយនឹងក្រុងផុសក្រុកបាននោះទេហើយយ៉ាងណាមិញការវាយប្រហារដោយប្រើប្រាស់ជាមួយនឹងកងទ័ពថ្មីជើងតូចៗគឺមិនអាចទម្លុះទៅដល់សំណាញ់ការពាររបស់អ៊ុយក្រែនបានផងដែរ